ជំរាបសួរនាងខ្ញុំរ៉ូសាជាតារាសម្ដែងពិធីការនីនិងជាសមាជិកនៃសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងនាមជាយុវជនស្ម័គ្រចិត្តម្នាក់ដែលបានចូលរួមនៅក្នុងសកម្មភាពជាច្រើនកន្លងមកខ្ញុំបានយល់ច្បាស់ពីបុព្វហេតុនិងបេសកកម្មរបស់សសយកដែលជាមូលហេតុធ្វើឲ្យខ្ញុំកាន់តែចង់ចូលរួមជាមួយនឹងស្ថាប័នមួយនេះលើសពីនេះទៅទៀតអ្វីដែលធ្វើឲ្យខ្ញុំកាន់តែកោតស្ញប់ស្ញែងទៀតនោះគឺជាដំណើរវិវត្តដ៏សែនវែងឆ្ងាយរបស់ស្ថាប័នមួយនេះនៅក្នុងដំណាក់កាលសំខាន់ៗនៃប្រវត្តិសាស្ត្រកម្ពុជាតោះទៅមើលដំណើរវិវត្ត47ឆ្នាំរបស់សសយកជាមួយខ្ញុំទាំងអស់គ្នាសហភាពសហព័ន្ធយុវជនកម្ពុជាសសយកមានឈ្មោះដើមថាសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាគឺជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលត្រូវបានចាប់បដិសន្ធិឡើងនៅថ្ងៃ2ធ្នូឆ្នាំ1978សមាគមនេះគឺជាការប្រមូលផ្ដុំកម្លាំងយុវជនស្នេហាជាតិដើម្បីចូលរួមជាមួយនឹងរណសិរ្សធ្វើការជួយសង្គ្រោះអាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍រហូតទទួលបានជ័យជំនះទាំងស្រុងនៅថ្ងៃ7មករាឆ្នាំ1979ប្រធានទី1របស់សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាគឺសម្ដេចតេជោហ៊ុនសែនដែលជាតួអង្គប្រវត្តិសាស្ត្រដ៏សំខាន់នៅក្នុងដំណើរឆ្ពោះទៅការសង្គ្រោះជាតិនិងការស្វែងរកសន្តិភាពនៅកម្ពុជាលុះមកដល់ឆ្នាំ1992សមាគមបានប្រែឈ្មោះជាសមាគមយុវជនកម្ពុជាដោយបានបន្តស្មារតី2ធ្នូរបស់បេតាស្ថាបនិករបស់ខ្លួនដែលជាការលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួននិងដាក់ផលប្រយោជន៍រួមជាចម្បងដើម្បីជាតិមាតុភូមិមហាសន្និបាតលើកទី3សមាគមយុវជនកម្ពុជាថ្ងៃទី3ខែវិច្ឆិកាឆ្នាំ2012គឺជារបត់ថ្មីមួយទៀតរបស់សមាគមដោយបានផ្លាស់ប្ដូរឈ្មោះជាសហភាពសហព័ន្ធយុវជនកម្ពុជាសសយកដែលជាកលានុវត្តភាពដល់យុវជនឲ្យមានលទ្ធភាពចូលរួមចំណែកតាមរយៈការងារស្ម័គ្រចិត្តកាន់តែទូលំទូលាយដែលនៅពេលនោះអាដាមហ៊ុនម៉ាណីត្រូវបានជ្រើសតាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសសហភាពសហព័ន្ធយុវជនកម្ពុជាបានបោះឆ្នោតជាប្រវត្តិសាស្ត្រជ្រើសតាំងឲ្យឧត្តមបណ្ឌិតហ៊ុនម៉ាណែតជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជាដំបូងគេឆ្នាំនេះសសយកមានអាយុ47ឆ្នាំហើយ47ឆ្នាំកន្លងមកនេះសសយកបានឆ្លងកាត់រឿងរ៉ាវជាច្រើនគួរឲ្យកត់សម្គាល់តើសមិទ្ធផលសំខាន់សសយកដែលសម្រេចបាននឹងបានផ្ដល់នូវភាពវិជ្ជមានទៅដល់សង្គមក៏ដូចជាឱកាសទៅដល់យុវជនមានអ្វីខ្លះសមាជិកភាពដ៏ធំរបស់យើងទូទាំងប្រទេសសសយកបានចូលរួមយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាលជាពិសេសអាជ្ញាធរដែនដីនៅក្នុងការជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារតែគ្រោះមហន្តរាយធម្មជាតិនិងគ្រោះអាសន្ននានាតាមគ្រប់រូបភាពមិនថាការជួយសង្គ្រោះការផ្ដល់ជំនួយជាដើមដោយមិនគិតពីពណ៌សម្បុរភេទជំនឿសាសនាឬនិន្នាការនយោបាយឡើយទោះបីជាការចូលរួមតិចឬច្រើនក្តីសមាជិកាម្នាក់ៗបានលះបង់ទាំងកម្លាំងកាយចិត្តនិងពេលវេលាពីទូនីតិភារកិច្ចស្នូលរបស់ខ្លួនដើម្បីផ្ដល់ទៅកាន់សង្គមជាតិនៅពេលដែលមានតម្រូវការឈលលើស្មារតីនេះនៅក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺ Covid-19 សសយកបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលទាំងក្នុងយុទ្ធនាការផ្សព្វផ្សាយអំពីការការពារការព្យាបាលការចាក់វ៉ាក់សាំងក៏ដូចជាការផ្ដល់ជំនួយសង្គ្រោះដល់អ្នកដែលជួបការលំបាកក្រោមបាវចនាយើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នាការលះបង់របស់សមាជិកាសសយកបានឆ្លុះបញ្ចាំងឲ្យឃើញពីការបដិញ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការបន្តស្មារតី2ធ្នូគឺការនៅជាប់ជាមួយជាតិនិងប្រជាជនជានិច្ចបន្ថែមពីការងារមនុស្សធម៌និងសង្គមសសយកក៏មានសកម្មភាពជាច្រើនដែលចូលរួមលើកតម្កើងវប្បធម៌អរិយធម៌ប្រវត្តិសាស្ត្រតាមរយៈការរៀបចំព្រឹត្តិការណ៍ជាច្រើនដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលជាមហាព្រឹត្តិការណ៍ដ៏ល្បីរន្ទឺប្រចាំឆ្នាំមួយរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងស្មារតីជឿថាខ្មែរធ្វើបានសសយកបានបង្កើតឯកតកម្មពិភពលោកជាច្រើនព្រមទាំងកំណត់ត្រាថ្នាក់ជាតិជាច្រើនទៀតសសយកដើរតួនាទីជាអ្នកបណ្ដុះសមត្ថភាពស្មារតីនិងឆន្ទៈយុវជនតាមរយៈគម្រោងនិងកម្មវិធីជាច្រើនដូចជាយុទ្ធនាការពលរដ្ឋល្អគម្រោងមនសិការពលរដ្ឋល្អការជំរុញសហគ្រិនភាពនវានុវត្តន៍ក៏ដូចជាព្រឹត្តិការណ៍កីឡានិងគ្រប់គ្រងគំនិតផ្ដួចផ្ដើមល្អៗរបស់យុវជន
យើងក៏បានបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូក្នុងស្រុកនិងអន្តរជាតិនានាដែលជាការផ្តល់ឱកាសដល់យុវជនក្នុងការអភិវឌ្ឍដ៏ខាត់សមត្ថភាពផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកជាមួយនឹងសហគមន៍និងសង្គមជាតិកម្មវិធីនិងគម្រោងទាំងនេះមានគោលបំណងចម្បងមួយគឺការចូលរួមកសាងមូលធនមនុស្សដ៏មានតម្លៃសម្រាប់អភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិនិងសម្លឹងទៅអនាគតនៅក្នុងការសម្រេចបានចក្ខុវិស័យអត្ថិភាពរបស់រាជរដ្ឋាភិបាលបេសកកម្មនិងសកម្មភាពជាបន្តបន្ទាប់របស់សសយក បានបង្ហាញពីការចូលរួមលះបង់និងរួបរวมគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិរបស់សមាជិកសមាជិកាគ្រប់រូបដែលមិនត្រឹមតែផ្ដល់នូវផលវិជ្ជមានដល់សង្គមជាតិតែប៉ុណ្ណោះទេតែក៏បានផ្ដល់ជាគំរូល្អដល់អ្នកជំនាន់ក្រោយដើម្បីបន្តស្មារតីនេះផងដែរឯកសណ្ឋាននិងរូបសញ្ញាសសយក បានក្លាយជានិមិត្តរូបនៃការចូលរួមរបស់យុវជនដើម្បីសង្គមជាតិដែលទទួលបានការស្រឡាញ់ពេញចិត្តនិងជឿជាក់ពីប្រជាពលរដ្ឋដែលស្ដែងតាមរយៈការគាំទ្រជាពិសេសស្នាមញញឹមដែលមិនអាចបំភ្លេចបានពីលោកតាលោកយាយពុកម៉ែមាវមីងបងប្អូនទាំងអស់បច្ចុប្បន្នក្រុមគ្រួសារសសយក បានរីកលូតលាស់ធំធាត់ជាបន្តបន្ទាប់ដែលអនុញ្ញាតឲ្យយើងបានចូលរួមកាន់តែច្រើននិងធ្វើពិពិធកម្មសកម្មភាពរបស់ខ្លួនកាន់តែទូលំទូលាយគ្របដណ្ដប់លើវិស័យជាច្រើននិងជាការចង់បានរបស់យុវជនកម្ពុជាទាំងនេះបានបង្ហាញពីការយល់ច្បាស់ពីបុព្វហេតុរបស់យើងដែលនាំឲ្យយុវជនពីគ្រប់មជ្ឈដ្ឋានកាន់តែចូលរួមច្រើនឡើងជាមួយនឹងសសយក សសយក បោះជំហានទៅមុខប្រកបដោយថាមពលស្វាហាប់បន្តស្មារតីនិងបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួនក្រោមបាវចនាយុវជនក្នុងបុព្វហេតុជាតិមាតុភូមិជ្រងទង់មោទនភាពជាតិឲ្យកាន់តែខ្ពស់ត្រដែតនៅក្នុងឆាកជាតិតំបន់និងសកលលោកគឺពួកយើងជាអ្នកបន្តវេនចំនួនក្រោយនេះហើយដែលមានកាតព្វកិច្ចទទួលខុសត្រូវលើជោគវាសនាប្រទេសជាតិឲ្យបន្តដើរលើមាគ៌ាសន្តិភាពនិងអភិវឌ្ឍជានិច្ចនិរន្តរ៍តទៅអនាគត